សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងគ្រូសំស្រីបើហើយថ្ងៃនេះដែរអ្នកគ្រូនឹងមានមេរៀនថ្មីមកបង្ហាញបងប្អូនក៏ដូចជាបញ្យល់បងប្អូនបន្ថែមតើតើនឹង pronoun and to be អញ្ចឹង pronoun យើងដឹងហើយ pronoun ជាភាសាខ្មែរមានន័យថាម៉េច pronoun មានន័យថាសព្វនាមគឺជាពាក្យប្រើសម្រាប់បញ្ជាក់លក្ខណៈឯនាមនេះទៅវាដូចតាមភាសាខ្មែរដែរអញ្ចឹង pronoun ក្នុងភាសាអង់គ្លេសវាមានអីគេខ្លះអូនមានដឹងខ្លះហើយនៅអញ្ចឹង pronoun របស់យើងគឺមានចំនួន7តទី1 I we you I we you they she he and it អូខេអញ្ចឹង pronoun របស់យើងគឺមានទាំងពីរ pronoun there are 7 I we you they she he and it តោះកន្លែងមើល to be ថាតើ to be ហ្នឹងមានន័យថាម៉េច to be ហ្នឹងគឺប្រែថាគឺជានៅគឺជានៅតើ to be មានប៉ុន្មាន to be មានចំនួន3គឺ am is are តោះឥឡូវយើងមកមើលការប្រើប្រាស់ pronoun ជាមួយនឹង to be យើងឆ្ងល់មែនអត់ថា pronoun នឹងមានto be របស់យើងមាន3 am is are ហ្នឹងសិតតែប្រែខាងទៅអញ្ចឹងយើងប្រើមិនអាចក៏អាចប្រើជាមួយ am ក៏បាន is ក៏បានឬ am ក៏បានមែនអត់ no អត់មែនអញ្ចឹងទេអញ្ចឹងយើងត្រូវប្រើឲ្យដឹងថាមួយណាប្រើជាមួយ am មួយណាប្រើជាមួយ is យើងត្រូវបែងចែកវាអញ្ចឹងតោះឥឡូវកុំឲ្យចំណាយពេលយូរយើងមកសិក្សាទាំងអស់គ្នាទី1 I ប្រើជាមួយ I គឺ I am រីឯ we you they we you they ប្រើជាមួយ អញ្ចឹងបើសិនជាយើងចង់និយាយអីមួយ I am ឧទាហរណ៍ I am a student រីឯ we យើងអាចនិយាយថា we am បានទេដាច់ខាតគឺ we are you are we are students you are students we are students they are dog like this តោះអញ្ចឹង see it អញ្ចឹងចុងក្រោយ see he it see it របស់យើងគឺប្រើជាមួយនឹង it អញ្ចឹងកាលណាយើងឃើញ see he it គឺយើង see it is នាងគឺជាអីគាត់គឺជាអីវាគឺជាអីអត់មានប្រើជាមួយ are ឬ am បានទេប្រើជាមួយ it តោះអញ្ចឹងយើងបានយល់ពីការប្រើប្រាស់នោះហើយយើងអាចបង្កើតជា example បាន example I ចឹង ប្រើជាមួយមិន I am a student I am a student តោះទីឆាប់បង្កើតចំនួន3អញ្ចឹងក្រៅពីនោះបងប្អូនបង្កើតខ្លួនឯងសាច់ធ្វើខ្លួនឯងថាតើត្រូវឬខុសតោះអញ្ចឹងយក we មួយមក we ប្រើមួយ we អីប្រើជាមួយ we are student ដែរមកប៉ុន្តែដោយសារតែ we ចាប់ពីមួយអ្នកឡើង we គឺនិយាយសម្រាប់ជាមួយមនុស្សផ្សេងនិងជាមួយយើងអញ្ចឹងចាប់ពី2ឡើងទៅអញ្ចឹងគឺថែ s នៅកន្លែង student អញ្ចឹងយើងយកចុងក្រោយមកដាក់ c is my mother ឬក៏ my mom C ប្រើជាមួយ she is my mom I am a student we are students she is my mom អញ្ចឹងនៅសល់ប្រមាណទៀត you they he it អញ្ចឹងបងប្អូនអាចបង្កើតខ្លួនឯងសាកធ្វើមើលថា
វីដេអូនៃគ្រូថ្ងៃនេះមានតែប៉ុណ្្នឹងទេចឹងបាយបាយជួបគ្នានៅវីដេអូក្រោយអរគុណ